ឥឡូវនេះគេដើរសន្យាទីផ្សារខ្ញុំសូមជម្រាបទៅបងប្អូនកសិករស្រូវនិងកសិផលមួយចំនួនថ្លៃទាបណាស់តែមិនមែនទាបតែស្រុកខ្មែរទាបគ្រប់ប្រទេសទាំងអស់តម្លៃជ័រកស៊ូរៀងឡើងបន្តិចឥឡូវនេះតម្លៃម្រេចឡើងបន្តិចប៉ុន្តែសួរថាតើរាជរដ្ឋាភិបាលបង្ងើយកតោទេអត់ទេខ្ញុំទៅប្រទេសចិនលើកនេះពីមុនបាន 100000 តោនក្រោយមកខ្ញុំស្នើសុំបាន 200,000 តោននាំចូលទៅប្រទេសចិនលើកនេះទៅទៀតបាន 100000 តោនទៀតគឺ 30,000 តោននាំទៅវៀតណាមបាន 30,000 នាំទៅចិនបាន 30,000 និងនាំទៅប្រទេសដទៃទៀតប៉ុន្តែសូមជម្រាបចិនមិនមែនខ្វះអង្ករទេចិនសល់អង្ករច្រើនណាស់ប៉ុន្តែដើម្បីជួយដល់កម្ពុជាពង្រីកទីផ្សារចិនយល់ព្រមទិញអង្ករពីកម្ពុជានាយករដ្ឋមន្ត្រីលីកជាគាត់និយាយលេងជាមួយខ្ញុំគាត់ថារឿងទិញអង្ករនេះលំបាកជាងរឿងឲ្យខ្ចីលុយទៅទៀតបានសង្កេតថាលុយគាត់សល់ច្រើនគាត់អាចឲ្យយើងខ្ចីយកមកធ្វើស្ពានទៅផ្លូវស្អីប៉ុន្តែដល់ទិញអង្ករគាត់សល់បញ្ចេញទៅណាក៏រួចដែរតែគាត់សុខចិត្តទិញពីយើងដើម្បីជួយទីផ្សារកម្ពុជា